សម្រាប់ការដើរថ្នេរដំបងគឺយើងកុំដើរថ្នេរពីក្រៅទៅក្នុងបងប្អូនកុំដើរថ្នេរពីក្រៅទៅក្នុងចេះបងយើងត្រូវទាញពីក្នុងមកក្រៅវិញកាលណាដើរថ្នេរពីក្រៅទៅក្នុងចេះគឺធ្វើឲ្យថ្នេរយើងហ្នឹងអត់សូវត្រង់ល្អទេបងប្អូនហ្នឹងហើយក៏មិនសូវជាជាប់ល្អដែរបងប្អូនបើយើងដើរថ្នេរដំបងគឺយើងទាញពីក្នុងមកក្រៅបងប្អូនហ្នឹងហើយយើងតម្លាក់ម៉ាស៊ីនទៅដំបងគឺយើងតម្លាក់ម៉ាស៊ីនទៅដំបងគឺយើងធ្វើយឺតៗមកហ្នឹងបងប្អូននេះតម្លាក់ទៅតិចៗមកណាបន្ទាប់មកយើងអូសបន្តិចមកចាំយើងសកត់វាឲ្យរាំងលិចតិចបងប្អូនហ្នឹងហើយបងអូសតម្លាក់ទៅតិចៗមកបងប្អូនហ្នឹងហើយនេះតបមកយើងដាក់ជ្រៅបងប្អូនហ្នឹងហើយយើងកុំបខំបងប្អូនលបឿនអូថ្នេរយើងគឺត្រូវតែថេបងប្អូនណាលបឿនអូថ្នេរយើងឲ្យថេមកខ្ញុំធ្វើអញ្ចឹងណាបងប្អូនហ្នឹងហើយគឺជាប់ស្អាតហ្នឹងបងប្អូនហ្នឹងហើយបន្ទាប់មកគឺកន្លែងតថ្នេរនេះបងប្អូនមុននឹងយើងលើកបញ្ជុលហ្នឹងគឺយើងត្រូវតែប្រហើបវាសិនបងប្អូនណាគឺយើងប្រហើបវាស្ដើងឲ្យស្រាំងស្ដើងហើយចាំយើងដកបញ្ជុលចេញពេលដែលយើងធ្វើបែបហ្នឹងហើយពេលដែលយើងតថ្នេរវិញគឺធ្វើឲ្យថ្នេរយើងហ្នឹងវាអត់មានកន្លែងកម៉ោងកន្លែងហ្នឹងបងប្អូនឥឡូវមុននឹងយើងដាក់បញ្ជុលទៅគឺយើងកុំដាក់នៅកន្លែងចុងថ្នេរនេះគឺយើងត្រូវដាក់ហួសបងប្អូនហ្នឹងឯងដាក់ហួសមកចូលមកក្នុងបន្តិចមកណាចូលមកក្នុងមួយហ៊ុនពីរហ៊ុនមកហ៊ុនមកយើងដាក់ហួសចូលក្នុងហើយតែយើងតម្លាក់ទៅហ្នឹងគឺយើងកុំតម្លាក់ទៅជ្រៅបងប្អូនគឺយើងតម្លាក់ទៅថាហើយតមកបានយើងដាក់អាំងជ្រៅតិចមកបានយើងអូសទៅតទៀតហ្នឹងបងប្អូនហ្នឹងហើយកាលណាយើងតម្លាក់ទៅម្ដងជ្រៅបណ្ដោយហ្នឹងគឺធ្វើឲ្យអាកន្លែងថ្នេរហ្នឹងគឺវាធំហ្នឹងបងប្អូនហ្នឹងហើយធ្វើដូចខ្ញុំប្រាប់មកអញ្ចឹងណាបងប្អូនពេលដែលយើងតកន្លែងប្រឈប់បញ្ជុលហ្នឹងគឺយើងត្រូវបញ្ជុលច្បាស់បងប្អូនបើមិនអញ្ចឹងទេកន្លែងយើងតហ្នឹងគឺវាធ្វើឲ្យវាមិនឃើញកន្លែងធំបើយើងតត្រឹមត្រូវទេឧទាហរណ៍ថាចេះពេលបងប្អូនអូសថ្នេរមកអញ្ចឹងហើយក៏យើងលើកបន្ទាប់មកពេលយើងតម្លាក់បញ្ជុលតវិញគឺយើងតម្លាក់ឲ្យកងលើអានេះទេយើងតម្លាក់ឲ្យនៅចង់ដល់ពេលយើងតម្លាក់នៅតាមចង់ហ្នឹងតបមកឃើញនេះអានៅកន្លែងតហ្នឹងណាអានៅកន្លែងតហ្នឹងចំណុចតហ្នឹងគឺធ្វើឲ្យវាអត់ដល់គ្នាបងប្អូនយើងសាក់លើសាច់មនុស្សអីគឺវាអត់ដល់គ្នាទេវាធ្វើឲ្យកន្លែងហ្នឹងចំហបងប្អូនហ្នឹងហើយអញ្ចឹងទៅបងប្អូនត្រូវធ្វើតាមរបៀបទី1បងប្អូនណាធ្វើតាមរបៀបទី1មកបានថ្នេរយើងរត់ស្មើល្អបងប្អូន